Trời ơi thấy ấy này con mấy đai chẳng tại vì thốn ấy thầy chăn chắc đó chân cha châu muối ấy dạ បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានដំណើរកំសាន្តទៅលេងខេត្តកពតបងប្អូនជាមួយមិត្តភ័ក្តិពីរ3នាក់ដំណើរកំសាន្តនេះដែរយើងអត់បានព្រៀងទុកទេណាត់មិត្តភ័ក្តិពីភ្នំពេញទៅពីយប់ព្រលឹមឡើងយើងក៏ចាប់ផ្ដើមចេញដំណើរទៅទាំងអស់គ្នាពីពេញនេះទៅគ្នាតែ3នាក់ឯងបងប្អូនតែដល់កពតទៅយើងមានមិត្តភ័ក្តិទៀតដែលគាត់នៅចាំនោះដោយសារពួកខ្ញុំជាអ្នកខេត្តកពតស្រាប់អញ្ចឹងទៅដល់នោះពួកគាត់ចាំនៅនោះស្រាប់គាត់ណាឆាតប្រាប់ពួកគាត់ថាពួកខ្ញុំមកដល់ហើយក៏ពួកគាត់ចេញមកហើយនេះដែរយើងមកដល់ខេត្តកពតហើយយើងទៅហាងកាហ្វេដើម្បីជួបជុំគ្នានិយាយពីកន្លែងដែលយើងត្រូវទៅហើយក៏យើងចាប់ផ្ដើមចេញដំណើរហើយផ្លូវដែលខ្ញុំជិះនេះដែរគេហៅផ្លូវកោះស្មៅបងប្អូនដែលបើសិនជាយើងមកពីភ្នំពេញមកយើងជិះតាមផ្លូវជាតិលេខ33មកដល់ផ្លូវនេះយើងបត់ខាងស្ដាំដៃចូលមកបន្តិចមកគេហៅផ្លូវកោះស្មៅនេះជាផ្លូវដែលឆ្ពោះទៅកាន់ផែថ្មីដែលគេកំពុងតែរៀបចំឬក៏រៀបចំហើយខ្ញុំអត់ច្បាស់ដែរបងប្អូនយើងធ្វើមកដំណើរមកតាមផ្លូវនឹងត្រង់រហូតមកហួសស្ពានមួយមកហួសស្ពានតូចនេះមួយបងប្អូនហួសហើយយើងឆ្ពោះទៅត្រង់រហូតដីប្រហែលជាបើគិតពីផ្លូវចូលមករហូតអាចថាដីហ្នឹងប្រហែលជា2គីឡូចុះបងប្អូនខ្ញុំអត់ច្បាស់ដែរប៉ុន្តែប្រហែលជាបើតាមខ្ញុំប៉ាន់ទៅចម្ងាយផ្លូវប្រហែលជាប៉ុណ្្នឹងបងប្អូនមិនលើសខ្វះគ្នាប៉ុន្មានទេយើងធ្វើដំណើរមកតាមផ្លូវនេះត្រង់មករហូតមកអត់មានកាច់កង់អីដល់កន្លែងដែលត្រូវបត់ចុះទៅតាមផ្លូវ47ហ្នឹងខ្ញុំដាក់វីដេអូឲ្យបងប្អូនមើលស្រាប់ហើយអញ្ចឹងបងប្អូនអាចជិះមកតាមផ្លូវហ្នឹងបានប៉ុន្តែសម្រាប់ទីតាំងកន្លែងដែលខ្ញុំទៅលេងនេះជាផ្ទះឯកជនផងបងស្រីទេដោយសារតែមិត្តភ័ក្តិខ្ញុំគាត់ស្គាល់បងស្រីអញ្ចឹងក៏គាត់នាំខ្ញុំទៅលេងនៅហ្នឹងអានេះយើងចុះមកតាមផ្លូវហ្នឹងហើយបងប្អូនអានេះយើងចុះមកតាមផ្លូវ47ជិះមកតាមផ្លូវហ្នឹងទៅត្រង់រៀងឆ្ងាយល្មមដែរបងប្អូនផ្លូវនេះវារៀងបាក់បន្តិចដែរបងប្អូនធ្វើបើតែចម្ងាយផ្លូវពីហ្នឹងទៅកន្លែងផ្ទះបងស្រីវាតិចក៏ពិតមែនអាចថា5 6 7គីឡូប៉ុន្តែអ្វីដែលយើងធ្វើដំណើរយូរគឺដោយសារផ្លូវបងប្អូនសម្រាប់ខ្ញុំផ្លូវប៉ុណ្នេះអាចថាវាពិបាកល្មមដែរតែបើសម្រាប់បងប្អូនដែលគាត់ចូលចិត្តជិះផ្លូវបែបនេះគាត់គិតថាងាយស្រួលមិនខ្ញុំអត់ច្បាស់ដែរបងប្អូននេះដោយសារសម្រាប់ខ្ញុំគិតថាផ្លូវអញ្ចឹងគឺវាពិបាកហើយផ្លូវទៅតាម47អត់មានរុក្ខជាតិអីស្រស់ស្អាតអីបងប្អូនមានតែអញ្ចឹងយើងមើល47ឆ្វេងដៃស្ដាំដៃមានតែរុក្ខជាតិតូចដុះនៅតាមផ្លូវហ្នឹងវាអត់ដូចព្រៃភ្នំទេដោយសារហាននេះវាទឹកប្រៃហើយណាមួយជា47ដែលបងប្អូននៅខាងខេត្តកពតគាត់ធ្វើអញ្ចឹងផងហើយនៅតាមផ្លូវនេះយើងជិះទៅយើងឆ្ងាយល្មមដែរហើយបើបងប្អូនមើលតាម location អាចនឹងបាក់ធ្វើដំណើរបងប្អូនដោយសារ location វាខ្ញុំសាកមើលទៅដូចជាអត់យើងមើលមកឃើញដាច់ផ្លូវពីផ្លូវធំមកហ្មងបងប្អូនអញ្ចឹងទោះលុះត្រាមានអ្នកស្គាល់តែយើងអាចជិះទៅនឹងកើតនេះដោយសារដូចខ្ញុំនិយាយពីដើមវីដេអូមកអញ្ចឹងដោយសារមិត្តភ័ក្តិខ្ញុំគាត់ស្គាល់កាត់មកដល់វីដេអូនេះយើងបានធ្វើដំណើរមកជិតដល់ផ្ទះបងស្រីបងប្អូនផ្លូវនេះមកល្មមដែរគីឡូកលាក់រៀងច្រើនដែរបងប្អូនហើយមើលទៅទេសភាពចាប់ផ្ដើមស្អាតបដាមើលមកខាងឆ្វេងដៃចាប់ផ្ដើមឃើញមានព្រែកមើលឃើញដៃសមុទ្រដៃអីមើលទៅស្អាតហើយបងប្អូនយើងមកដល់និយាយទៅមកដល់នេះត្រជាក់ភ្នែកបងប្អូនកំពិតទៅខ្ញុំអ្នកនៅក្នុងខេត្តកពតដែរប៉ុន្តែយើងអត់ដែលមកដល់កន្លែងនេះដល់ពេលយូរយើងមកដល់នេះម្ដងមានន័យបងប្អូនវាយ៉ាងប្លែកភ្នែកដែរតាឥឡូវនេះយើងបានមកដល់ផ្ទះបងស្រីបងប្អូនយើងរៀបចំអីវ៉ាន់រៀបចំស្ទូរៀបចំនុយអីយើងដើរទៅផ្ទះបងស្រីដើម្បីរកមើលកន្លែងស្ទូចអីហើយអរគុណបងស្រីមែនតើដែលគាត់បានទទួលពួកខ្ញុំអរគុណបងធំហើយកន្លែងដែលខ្ញុំច្អល់នេះបងប្អូនគេហៅសហគមន៍ទំពាំងសកែដែលខ្ញុំនិយាយពីដើមវីដេអូហ្នឹងបងប្អូន
ហើយកន្លែងនេះដែរបងប្អូនយើងឡើងដ្រូនពេលល្ងាចស្អាតមែនតើដូចវីដេអូនេះអញ្ចឹងបងប្អូនមានអ្នកញ៉ាំអីទៅមានអ្នកស្ទួយត្រីទៅព្រោះបើខ្ញុំនៅអត់សុខទេតាមមកដល់កន្លែងមានទឹកមានអីចេះដឹងតែនៅអត់សុខបងប្អូនគេអង្គុយញ៉ាំបាយញ៉ាំអីគ្រប់គ្នាខ្ញុំនេះនៅអត់សុខទេមកប្រហោះដ្រូនប្រហោះអីស្ទួយត្រីស្ទួយអីលេងក៏ប៉ុន្តែវាមិនបានអីហ្មងទេបងប្អូនបានតែត្រីមួយដូចនៅក្នុងវីដេអូដើមដែលខ្ញុំដាក់ឲ្យបងប្អូនទស្សនាអញ្ចឹងមានតែបានស្អីបានតែឡាយខ្ញុំឥឡូវនេះវីដេអូយើងមកដល់ទីបញ្ចប់ហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមមកដល់ចប់បានជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា